សូមគោរពអាដាមលោកជំទាវលោកស្រីនៃនឹងកញ្ញានិងហ្វេនទាំងអស់ដែលបានទស្សនាវីដេអូនេះផងដែរថ្ងៃនេះខ្ញុំបាទយើងខ្ញុំទាំងអស់គ្នាកំពុងតែចូលជើងនៅភូមិអាចារ្យថ្មីសង្កាត់ព្រែកព្រះស្ដេចក្រុងនិងខេត្តបាត់ដំបងថ្ងៃនេះអាយឧត្តមអគ្គនាយកបានពំនាំនៅអំណោយជាច្រើនយកមកផ្ដល់ជូនបងចៅភិរមដែលជាជនមានពិការភាពភ្នែកផងដែរសូមប្រកល់ទូនីតិនេះជូនទៅដល់បងណារ៉ុនបាទសូមអរគុណជាបឋមសូមគោរពអាយដាមលោកជំទាវអ្នកញាលោកស្រីប្រិយមិត្តដែលកំពុងតែទស្សនាការ live ក្នុង page នេះនៅក្នុងថ្ងៃពុធបាទ12រោចខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី13ខែឧសភាឆ្នាំ2026អាយដាមអគ្គនាយកសមាគមវិទ្យុនិងទូរទស្សន៍អនឡាញសម្លេងជនពិការភ្នែកក្នុងនាមអាយដាមជាជនមានពិការភាពអាយដាមតែងតែមានការខ្វល់ខ្វាយពីបងប្អូនជនពិការគ្រប់រូបដែលជួបនៅការលំបាកយ៉ាងថ្ងៃនេះគឺអាយដាមបានឆ្លៀតពេលវេលាដ៏មានតម្លៃជួបមកដល់ជួបលោកចៅភិរមលោកចៅភិរមនេះទី1គាត់ពិការភ្នែកទាំងសងខាងហើយទី2គឺពិការដៃបាទដៃមួយខាងស្វិតដែលមិនអាចធ្វើចលនាឲ្យបានទេហើយមួយទៀតគឺពិការជើងបាទជើងគាត់គឺជាស្រ័យយើងនិយាយភាសាសាមញ្ញថាកបត់បាទកបត់ជើងដាច់ជើងមួយខាងដែលប្រើភ្លើងប្រើជើងសពនិមិត្តបាទអញ្ចឹងគឺប្រិមិត្តដែលកំពុងតែទស្សនានេះគឺគ្រាន់តែបានស្ដាប់អ្វីការរៀបរាប់របស់ខ្ញុំប្រកាសជាមានគេហៅថាអារម្មណ៍ក្តុកក្តួលណាស់ព្រោះមនុស្សម្នាក់មានពិការភាពរហូតទៅដល់3ចំណុចទៅហើយអញ្ចឹងការលំបាកវេទនារបស់គាត់ប្រហែលជាមានការលំបាកខ្លាំងណាស់បាទអញ្ចឹងនៅក្នុងគណៈនេះខ្ញុំសូមបកគលជូនទៅលោកចៅភិរមនៅពេលដែលលោកបានជួបជាមួយអាយដាមអគ្គនាយកក៏ដូចជាក្រុមការងារដែលបានយកអំណោយមកជូនដល់លោកផ្ទាល់មានថវិកាមានអង្គមានមីទឹកស្អ៊ីវទឹកត្រីខអីហ្នឹងតើលោកមានអារម្មណ៍យ៉ាងណាដែរសូមអញ្ជើញមានប្រសាសន៍បាទខ្ញុំមានអារម្មណ៍ក្តុកក្តួលសប្បាយចិត្តអប់ប្រមាដល់លោកជំទាវលោកអុកញ៉ាលោកស្រីលោកប្រុសទាំងអស់គ្នាឥឡូវខ្ញុំសូមជូនពរដល់វត្ថុស័ក្តិសិទ្ធិដែលនៅលើលោកនេះសូមជួយការពារថែរក្សាទាំង4ប្រការសូមអាយុវណ្ណៈសុខៈពលៈកុំឲ្យឃ្លីឡើយសូមឲ្យមានសុខភាពល្អបរិបូរណ៍ហើយតទៅមុខសូមឲ្យធ្វើការងារអ្វីមួយឲ្យលូនបានទៅដល់ទីបំផុតបាទអរគុណឲ្យសូមជូនទៅអាយដាមអគ្គនាយកដើម្បីលោកមានប្រសាសន៍ក៏ដូចជាការផ្ដាំផ្ញើទៅកាន់លោកភិរមដែរបាទសូមក្រុមជើញបាទថ្ងៃនេះក្នុងនាមខ្ញុំបាទជាអគ្គនាយកសមាគមនឹងវិទ្យុសម្លេងជនពិការភ្នែកហើយនឹងសហការីក្នុងនោះមានប្រធានផ្នែករដ្ឋបាលមានរដ្ឋមានប្រធានផ្នែកទំនាក់ទំនងមានរ៉ាំបូហើយផ្នែកទីផ្សារតំណាងឲ្យនេះអូនអ៊ំជៀនហើយនឹងសហការីជំនួយការសមាជិកទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះមានច្រើនអ្នកបាទអញ្ចឹងទេក្នុងនាមបងចៅភិរមអតីតជាសិស្សរួមសាលារួមមណ្ឌលរួមស្រុករួមទុកជាមួយគ្នារួមថ្នាក់អីចឹងទៅអញ្ចឹងដោយគិតពីអតីតកាលខ្ញុំមិនភ្លេចទេពីភាពកំសត់កំរជាមួយគ្នាចឹងថ្ងៃនេះក៏បានជានិច្ចកាលតែបានពំឡំយកនៅអំណោយផងហើយមើលសួរសុខទុក្ខគាត់ផងបាទហើយក្នុងនោះដែរអំណោយទាំងអស់នេះបានមកពីការចូលរួមពីសប្បុរសជនហើយអ្វីដែលពិសេសគឺបានចូលរួមពីសហការីរបស់ខ្ញុំទាំងអស់ដែលបានមកជាមួយគ្នានៅថ្ងៃនេះតាមសទ្ធាតិចក្តីចាំក្តីតាមទឹកចិត្តរបស់គាត់ថ្ងៃនេះខ្ញុំបានមុនឈានចូលដល់ថ្ងៃស្អែកនេះគឺជាថ្ងៃបុណ្យព្រះរាជពិធីបុណ្យចម្រើនប្រជជនព្រះបាទនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជារាស្ត្រកម្ពុជារបស់យើងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតខ្ញុំបានរំពំរំអំណោយមកសួរសតុកបងបរមមានក្នុងនោះមានអង្គ50គីឡូក្រាមទឹកត្រីមួយយួរទឹកស៊ីអ៊ីវមួយយួរត្រីខមួយយួរមីមួយកេសនិងថវិកា 100000 រៀលហើយខ្ញុំបានសូមជូនពោដល់បងបរមព្រមទាំងក្រុមគ្រួសារសូមជួបផ្ទះតែសេចក្តីសុខសេចក្តីចម្រើនសុភមង្គលអាយុវែងហើយសូមជូនពរដល់បងប្អូនយើងដែលជាសហការីរបស់ខ្ញុំដែលបានអមដំណើរនៅថ្ងៃនេះ
សូមជួបប្រទេសតែពុទ្ធពោទាំង4ប្រការគឺយុគណៈសិក្ខាបលៈដើម្បីឃ្លៀសឡើយបាទសូមអរគុណ សាធុសាធុសាធុ សកម្មភាពរបស់អាយឧត្តមអគ្គនាយកសែមសំណាងក៏តែងតែធ្វើនៅអំពើទាំងនេះជូនដល់ជនមានពិការភាពភ្នែកចាស់ជរាជនក្រីក្រឬក៏ជនភៀសសឹកជាដើមផងដែរពុកម៉ែបងប្អូនទាំងអស់ដែលកំពុងទស្សនានៅវីដេអូនេះឃើញសកម្មភាពដ៏ល្អទាំងនេះហើយកុំភ្លេចជួយ like ជួយ share និង follow page នេះម្នាក់មួយផងសូមអរគុណ